ថ្មីនេះរដ្ឋាភិបាលក៏កំពុងគិតចាត់ទុកថាវិស័យទឹកដោះគោគឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពផ្សេងទៀតហើយឥឡូវក៏មាន SME Bank ចូលមកជួយក្នុងការឲ្យយើងពង្រីកខ្លួនបន្ថែមអ្វីទៅដែលជាការលើកទឹកចិត្តក៏ដូចជាការជួយគ្រប់គ្រងកសិដ្ឋានរបស់បងណារុងទាំង finance ទាំងលក្ខណៈហ្នឹងគឺថាបរិស្ថានទាំងអីផ្សេងៗហ្នឹងគឺបងមានការទទួលគ្រប់គ្រងដូចយ៉ាងណាខ្លះទៅរហូតដល់បងទទួលបានជោគជ័យហ្នឹងបាទខ្ញុំនិយាយពីអ្នកខាងក្នុងនិងអ្នកខាងក្រៅបាទជា stakeholder សម្រាប់ company គឺយើងមាន shareholder ដែល strong ដែលខ្លាំងដែលគាត់ជាស្ថាប័នអន្តរជាតិហើយមានfund ល្មមគ្រប់គ្រាន់សម្រាប់ការយើងអាច operate farm បានប៉ុន្តែវាមានដំណាក់កាលរបស់វាហើយវាមានបញ្ហាប្រឈមដោយបងដឹងស្រាប់farm យើងបង្កើតនៅឆ្នាំមានន័យថាយើងចាប់ផ្ដើមកសាង2019 2020មានគោហើយក៏ចំពេល COVID ដែរអញ្ចឹងយើងអាហ្នឹងគឺជាបញ្ហាប្រឈមមួយផ្សេងពីនឹងទៀតគ្រប់គ្នាមានបញ្ហាប្រឈមដូចគ្នាហើយអញ្ចឹងខ្ញុំត្រឡប់មកវិញថាយើងមាន shareholder ដែលខ្លាំងយើងមានក្រុមប្រឹក្សាវិបាលរបស់ក្រុមហ៊ុនដែលខ្លាំងដែលជំរុញទឹកចិត្តឲ្យថ្នាក់ management មានទស្សនវិស័យរួមមួយដើរទៅមុខពីអ្នកខាងក្រៅតួអង្គដែលតែងតែចូលរួមគឺមានខាងស្ថាប័នហិរញ្ញវត្ថុឥឡូវក៏មាន SME Bank ចូលមកជួយក្នុងការឲ្យយើងពង្រីកខ្លួនបន្ថែមថ្មីនេះរដ្ឋាភិបាលក៏កំពុងគិតចាត់ទុកថាវិស័យទឹកដោះគោគឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពផ្សេងទៀតហើយតាមរយៈក្រសួងដែលពាក់ព័ន្ធលោកកំពុងតែពិនិត្យមើលថាតើជាយន្តការបដោះអាសន្នដើម្បីឲ្យយើងមានឧត្តមភាពគួរប្រជែងជាមួយនឹងផលិតផលនាំចូលបាទអញ្ចឹងថាតើពីខាងក្រសួងលោកនឹងគិតមើលថាតើដំណាក់កាលអីដែលគួរតែចាប់ផ្ដើមជួយប៉ុន្តែពីយើងទៅយើងតែងតែស្នើសុំថាសូមឲ្យការគិតគូរអំពីអកបន្ទុករដ្ឋដែលជាចំណុចមួយដែលជួយឲ្យមានបង្កើនឧត្តមភាពគួរប្រជែងជាមួយនឹងផលិតផលនាំចូលបាទ